muối pi bay buôn pram muối pal bay buôn đập muối đập pi đập bay nè này tiệt đập buôn đập pram đập muối đập pal đập bay nữa là này muối tiệt đập buôn mặt này ní buôn đập lại bong bồn ok dương ly đồ mà để sao ta chứ chọp đằng chọp ly trá dương ly bia mà sạch bia là mồm mà hay tức trán bà lia thôm tức trán sạch bia là mồm mong bồn đấy bọn bộ này cho từ vừa chuyện đồn của ô của bà này phụ ấy tật bia có chung ngôi chung anh đấy mà tật bia ai hết chung ngôi chung anh tiền ai mình tên bọn bộ em một mình tên bọn bộ đấy ní cứ chia lại cái nào đồn thò mà chia để dương ngặt prao chi kimi thế mà prao chi xá rồi gọi prao chi crop thế cứ dương phần lực chi không tốt hai nâng ẩm bal và hai nâng ai còn cài bà để nhom chầm cài bà nó cứ nhom vô mà chè nền nắng hay nâng sầm ram cứ nhom mặt vô từ đập chào thế cứ nhom vô từ crop con vía làm bay ti muối chiềm lục sầm rạp rư bà rư đốn ti pí cứ sầm rạp tẹt rồi cho mùi nâng chỉ chẳng là pe để việc rồi lùi tới việc khai để chi cũng bỏ hay ai mà sầm lục mùi tí đấy bằng bồn bài tịch thòm chia ôn được cái này nơi tam bản đài sản phẩm online nơi theoนี้ខ្ញុំនឹងធ្វើបទបង្ហាញអំពីតកតងជាមួយនឹងចការដូងរបស់ខ្ញុំបងប្អូនកលេចមើលនោះដូងផ្លែច្រើនណាបងប្អូននេះគឺជាបច្ចេកទេសដែលខ្ញុំថែរក្សាដូងខ្ញុំឲ្យមានផ្លែច្រើនកាមេរ៉ាអាចស៊ូមវាបន្តិចមកបាទស៊ូមវាមកនេះផ្លែច្រើនណាបងប្អូនណាមកធ្លាយពេញធ្លាយតែមកដើមវាពេញធ្លាយអញ្ចឹងផ្លែច្រើនមែនតើបងប្អូនណាអញ្ចឹងនៅថ្ងៃនេះក៏ខ្ញុំនឹងចាប់ផ្ដើមធ្វើការបេះផ្លែដូងនេះព្រោះដូងនេះវាដល់ល្មមដែលយើងអាចបេះបានហើយព្រោះសាច់វាក៏ពេញស្អាតហើយនឹងទឹកវាក៏ផ្អែមដែរនេះគឺជាដូងទឹកផ្អែមបងប្អូនបើសិនជាបងប្អូនត្រូវការបងប្អូនអាចតំណតំណងបានបាទនៅភូមិតាពាំងជ្រៃឃុំដំណាក់សួនខាងត្បូងស្រុកកំពង់ត្រាយខេត្តកំពតហើយបច្ចេកទេសអត់ពិបាកទេបច្ចេកទេសក្នុងការដែលយើងតាមដូងមិនពិបាកទេឲ្យតែដាំទី1ដាក់នៅដីហើយឲ្យវាដុះទៅហើយយើងនឹងថែរក្សាវាតាមរយៈការដែលយើងដាក់ជីអញ្ចឹងនៅពេលដែលយើងដាក់ជីបងប្អូនដឹងហើយដូងត្រូវការជីជាការចាំបាច់ហើយបន្ទាប់មកគឺទឹកគឺមានសារៈសំខាន់អញ្ចឹងនៅពេលដែលវាមានទឹកបបោជីបបោផ្លែវាក៏ល្អដែរបងប្អូនមិនបាច់ចាំដាក់ជីគ្រាប់ក៏បានដែរបងប្អូនមានអំបិលបាទបងប្អូនយកអំបិលយកមកបាចនៅកុលវាមកអូនណាដោយសារអីខ្ញុំអាចឡើងដើមដេកបានតែបើសិនជាដើមត្រង់ឡើងអត់បានទេបងប្អូនណាបាទដើមត្រង់ឡើងអត់បានទេតែបើដើមដេកអូខេហ្មងបាទជំនាញហ្មងគ្រឿងដើមដេកបាទតែបើដើមត្រង់ចេះក៏យើងត្រូវមានតពុក្នុងការដែលយើងខ្វាដែរអញ្ចឹងយើងខ្វាជាសណ្ដង់វាតែម្ដងបាទអញ្ចឹងនេះគឺជាតពុបាទដែលខ្ញុំត្រូវការធ្វើការខ្វាវាអញ្ចឹងយើងផ្ដាច់ជាសណ្ដង់ហ្មងដោយសារមានបងប្អូនយើងបាទគាត់កំងផ្លែដូងដោយសារតែទឹកវាឆ្ងាញ់បាទបងប្អូនទឹកវាផ្អែមហ្មងអញ្ចឹងយើងអត់ចាំបាច់ប្រើស្ករប្រើអីទេគឺទឹកដូងផ្អែមធម្មជាតិតែម្ដងអត់មានរសជាតិជូរបាទអត់មានរសជាតិប្រៃទេគឺល្មមបាទអាចទទួលយកបាន Ô, tao ơi. Yeah, khé bao bồn. Chẳng đàm trắng cứ dương miên tập bộ.
តែបើដើមនេះអត់ចាំបាច់ទៅពុទេដៃយើងបាទលូនវាបានហើយអញ្ចឹងបើសាមើលផ្លែច្រើនណាបងប្អូននេះចាំមើលរាប់កាមេរ៉ាបាទរាប់វាតែម្ដងម៉ែ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
4 5 6 7 8 9 10 11 12 13 13 នៅនេះទៀត 14 15 16 17 18 នៅនេះមួយទៀត 19 មកគ្នានេះ9 10ផ្លែបងប្អូនអញ្ចឹងតិចនិចក្នុងការដែលដាំដូងគឺបងប្អូនមានសម្រាប់បងប្អូនយកមកដាក់នៅកុលចេះមកបាទដាក់នៅកុលវាបាទដើម្បីជាទី1ជាម្លប់សម្រាប់រឹសដូងបាទទី2គឺសម្រាប់ជីបាទនៅពេលដែលវាមានសំណើមមានទឹកទៅវាចាប់ផ្ដើមរលួយទៅវាคล้ายទៅជាជីកំប៉ុស្តតែម្ដងអញ្ចឹងហើយក៏យើងមិនមែនត្រឹមតែដាក់តាសម្រាមនឹងទេបងប្អូនមានជីអាចមន់អាចទាឬក៏អាចគោឬក៏អាចអីផ្សេងលាមកសត្វផ្សេងបងប្អូនអាចយកមកដាក់នៅកុលមកហើយយើងមានអំបិលអាច6 ខែបងប្អូនអាចដាក់អំបិល3ក្តាប់ទៅណាអញ្ចឹងអំបិល3ក្តាប់ហ្នឹងបាចនៅជុំវិញកុលដូងទៅគឺដូងយើងផ្លែល្អហើយបាទអញ្ចឹងផ្លែល្អអញ្ចឹងចំពោះខាងនេះវិញក៏មានដើមដូងទឹកផ្អែមដែរបងប្អូនណាដោយសារតែផ្លែដូងទាំងអស់នេះគឺខ្ញុំបានបេះអស់ហើយបាទបេះអស់ចេញពីដើមហើយអញ្ចឹងដោយសារតែវាល្មមហើយខ្ញុំបេះយកទៅលក់នៅលើទីផ្សារហើយបងប្អូនដែលគាត់មានតម្រូវការក្នុងការដែលបងប្អូនចង់បរិភោគដូងបាទដូងធម្មជាតិយើងបងប្អូនអាចតំណែងបាននៅភូមិត្រពាំងជ្រៃឃុំដំណាក់កន្ទួតស្រុកកំពង់ត្រាចខេត្តកំពតដោយសារមករយៈនេះខ្ញុំអត់ដែលបានធ្វើវីដេអូទាក់ទងជាមួយនឹងដំណាំដូងទេអញ្ចឹងខ្ញុំជាច្រើនខ្ញុំធ្វើវីដេអូទាក់ទងជាមួយនឹងកង្កែបការចិញ្ចឹមកង្កែបការចិញ្ចឹមមាន់បាទការចិញ្ចឹមត្រីអញ្ចឹងថ្ងៃនេះខ្ញុំធ្វើវីដេអូទាក់ទងជាមួយនឹងដំណាំដូងរបស់ខ្ញុំអូខេយើងលីដូងបាទដោយសារតែយើងជាប់ដងជាប់ធ្លាយច្រើនយើងលីវាបាទនេះដូងដែលខ្ញុំបានបេះអំបញ្ញមិញបងប្អូនអញ្ចឹងបងប្អូនឃើញសាច់វាបាទសាច់វាល្មមបាទហើយទឹកច្រើនបាទលាធំទឹកច្រើនសាច់វាល្មមហ្មងបងប្អូនណាបងប្អូនអាចយកទៅធ្វើជាដូងក្អូបក៏បានដែរព្រោះអីទឹកវាក៏ឈ្ងុយឆ្ងាញ់ដែរបាទទឹកវាផ្អែមហើយឈ្ងុយឆ្ងាញ់ទៀតផ្អែមមែនតើបងប្អូនផ្អែមមុតមែនតើបងប្អូនណានេះគឺជាលក្ខណៈដូងធម្មជាតិដែលយើងអត់ប្រើជីគីមីទេអត់ប្រើជីផ្សារឬក៏អត់ប្រើជីគ្រាប់ទេគឺយើងផលិតជាជីកំប៉ុស្តហើយនឹងអំបិលបាទហើយនឹងទឹកអាចកង្កែបបាទដែលខ្ញុំចិញ្ចឹមកែបបានហ្នឹងគឺខ្ញុំយកមកជះនៅហ្នឹងហើយនឹងសម្រាមគឺខ្ញុំអត់យកទៅដុតចោលទេគឺខ្ញុំយកទៅក្រោបកុលវាដើម្បីទី1ជាម្លប់សម្រាប់រឹសបាទរឹសដូងទី2គឺសម្រាប់តាក់ទងជាមួយនឹងជីអញ្ចឹងនៅពេលដែលវារលួយទៅវាคล้ายទៅជាជីកំប៉ុស្តហើយផ្អែមសំភ្លុកមួយទៀតដែរបងប្អូនផ្អែមទឹកធម្មជាតិអរគុណបងប្អូនទាំងអស់គ្នាបាទបងប្អូននេះគឺជាប្រភេទដូងដែលខ្ញុំបានបេះរួចរាល់ហើយអញ្ចឹងដូងនេះគឺយើងរៀបចំក្នុងការដែលយើងបញ្ចេញទៅបងប្អូនអ្នកនៅភ្នំពេញបាទដោយសារតែបងប្អូនអ្នកភ្នំពេញគាត់កំងដូងនេះហើយដូងនេះគឺជាដូងទឹកផ្អែមបងប្អូនហើយជាពិសេសទៅទៀតគឺវារលាវាធំល្អបាទហើយសាច់វាក៏ល្មមទន់ល្មមដែលអាចបងប្អូនយកទៅធ្វើជាហួយដូងក៏បានបងប្អូនយកទៅបរិភោគទាំងអស់ដែលក៏បានដែរអញ្ចឹងនេះគឺជាដូងបាទដែលខ្ញុំបានបេះហើយយើងត្រៀមសម្រាប់បងប្អូនដែលគាត់កំងបាទបងប្អូននៅភ្នំពេញគាត់កំងដូងនេះអញ្ចឹងយើងផ្ញើតាមឡានបាទឡានតាក់ស៊ីទេបងប្អូនណាបងប្អូនអ្នកភ្នំពេញចាំទទួលផងអរគុណច្រើនហើយយើងរៀបចំជូនបងប្អូនហើយនេះយើងនៅក្នុងនៅស្រែគឺយើងអត់មានអីច្រើនទេគឺយើងមានតែការដាំដុះហើយនឹងការ
ភោគផលតាក់ទងជាមួយនឹងដំណាំផ្សេងក៏ដូចជាតាក់ទងជាមួយនឹងការចិញ្ចឹមសត្វបាទអរគុណបងប្អូនទាំងអស់គ្នាបាយបាយ